សូមស្វាគមន៍មកកាន់ Channel បរិយាយរឿងតិនហ្វីនៅត្រង់វីដេអូនេះផងដែរយើងនឹងនិយាយបរិយាយអំពីមន្ត្រីអយុត្តិធម៌ចាញ់កលអ្នកមានអំណាចឃ្លាថាមន្ត្រីអយុត្តិធម៌ចាញ់កលអ្នកមានអំណាចគឺជាពាក្យប្រៀបធៀបដែលឆ្លុះបញ្ចាំងពីការពិតដ៏ជូរចត់មួយនៅក្នុងសង្គមគឺបរាជ័យឬការចាញ់បោករបស់មន្ត្រីដែលមានចេតនាល្អប៉ុន្តែខ្វះការយល់ដឹងឬបទពិសោធន៍ក្នុងការប្រឈមមុខនឹងឥទ្ធិពលនិងល្បិចកលរបស់អ្នកមានអំណាចឃ្លានេះមិនមែនមានន័យថាមន្ត្រីនោះជាមន្ត្រីអាក្រក់នោះទេប៉ុន្តែញឹកញាប់ពួកគេគឺជាមន្ត្រីដែលមានគោលការណ៍ត្រឹមត្រូវនិងចង់ធ្វើការដើម្បីយុត្តិធម៌ប៉ុន្តែត្រូវអ្នកមានអំណាចប្រើប្រាស់ឬទាក់ទាញចូលអន្ទាក់របស់ពួកគេហេតុផលនៃការបរាជ័យ 1. ភាពងងខ្លៅឬខ្វះបទពិសោធន៍មន្ត្រីអយុត្តិធម៌អាចនឹងមានចិត្តស្មោះត្រង់ប៉ុន្តែខ្វះការយល់ដឹងអំពីយន្តការនយោបាយឬប្រៀបដែលអ្នកមានអំណាចធ្វើការពួកគេមិនអាចមើលឃើញពីចេតនាទុច្ចរិតឬល្បិចកលផ្សេងៗដែលធ្វើឲ្យពួកគេខ្លាចជាជនរងគ្រោះដោយងាយបានឡើយ 2. ការរំលោភលើអំណាចឬឥទ្ធិពលអ្នកមានអំណាចអាចប្រើប្រាស់មុខតំណែងឋានៈឬធនធានរបស់ខ្លួនដើម្បីដាក់សម្ពាធគំរាមកំហែងឬលួងមន្ត្រីនោះឲ្យធ្វើតាមការចង់បានរបស់ពួកគេអាចសន្យាផ្ដល់មុខតំណែងខ្ពស់ជាងឬផលប្រយោជន៍ផ្សេងៗដើម្បីទិញទឹកចិត្តការលបួងដោយផលប្រយោជន៍ផ្ទាល់ខ្លួនមន្ត្រីខ្លះអាចត្រូវបានលបួងដោយលាភសក្ការៈឬផ្ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរហូតភ្លេចពីគោលការណ៍និងកាតព្វកិច្ចរបស់ខ្លួនពួកគេគិតថាការបម្រើអ្នកមានអំណាចអាចផ្ដល់ផលល្អជាងការបម្រើសាធារណជន 4. ការបំភ័យខ្លាចការសងសឹកនៅពេលដែលមន្ត្រីប្រឆាំងនឹងអ្នកមានអំណាចពួកគេប្រឈមមុខនឹងការសងសឹកដែលអាចប៉ះពាល់ដល់ការងារឋានៈឬសូម្បីតែជីវិតផ្ទាល់ខ្លួនភាពភ័យខ្លាចនេះធ្វើឲ្យពួកគេចុះចាញ់និងព្រមតាមការទាមទាររបស់អ្នកមានអំណាចសរុបមកឃ្លានេះមិនមែនសំដៅទៅលើការចាញ់ក្តីក្តាំប៉ុណ្ណោះទេប៉ុន្តែវាក៏សំដៅទៅលើការចាញ់បោកឬក៏ការចាញ់ឥទ្ធិពលរបស់អ្នកមានអំណាចនៅក្នុងស្ថាប័នផ្សេងៗទៀតផងវាបង្ហាញថាទោះមានឆន្ទៈល្អក៏ដោយប្រសិនបើខ្វះការប្រុងប្រយ័ត្ននិងការយល់ដឹងពីយន្តការនៃអំណាចនោះមន្ត្រីយុត្តិធម៌អយុត្តិធម៌អាចនឹងក្លាយជាជនរងគ្រោះនិងបរាជ័យក្នុងការសម្រេចគោលបំណងរបស់ខ្លួនវីដេអូនេះមានត្រឹមតែប៉ុណ្ណេះសូមកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូបរិយាយរឿងតិនហ្វីល្អៗថ្មីថែមទៀតផងសូមអរគុណនិងសូមគោរពលា